បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងសង្គម YouTube បាទណាថ្ងៃនេះខ្ញុំមានខ្នាយកាច់ជ្រូកព្រៃបាទណាជារបស់បងប្រុសបាទនៅខាងស្រុកមោងឬសីខេត្តបាត់ដំបងបាទគាត់នៅខាងព្រៃជីកបាទណាហ្នឹងហើយគាត់បានផ្ញើរបស់នេះឲ្យខ្ញុំជួយចែកជាវដល់បងប្អូនណាដែលស្រឡាញ់នៅប្រភេទខ្នាយកាច់ប្រហូតថ្នោលបាទជ្រូកព្រៃបាទណាហ្នឹងហើយបញ្ជាក់មិនមែនជារបស់ខ្ញុំទេបាទណាគាត់ថាគាត់រើសបានមកហ្នឹងយកមកទុកក្នុងផ្ទះមិនដែលបានសុខទេហ្នឹងហើយកូនធ្វើទុកតកូនក្មេងគាត់ណាកូនគាត់ហ្នឹងយំស្រែកមើលទៅលើហឹងហ្នឹងអញ្ចឹងណាបាទហើយគាត់យកទៅផ្ញើពុកម្ដាយគាត់ស្រោបហើយអញ្ចឹងណាបាទគាត់បរណាតម្រឹមដើម្បីយកទៅស្រោបទុកគ្រប់ថែរក្សាយកទៅផ្ញើពុកម៉ែគាត់ទៅអត់អីទេដែលយកមកផ្ទះកូននឹងតែនិយមហ្នឹងទៅអញ្ចឹងទៅក៏គាត់ដាច់ចិត្តជាវណាដាក់ជាវហើយបងប្អូនណាដែលមានអបនិស្ស័យស្រឡាញ់នៅខ្នាយបង្ហូតថ្នល់ខ្នាតយៈបាទណាកពស់បាន4ហ៊ុន1ពីចុងដល់គល់4ហ៊ុន1យតឹងទាំងស្រោបទាំងអីហ្នឹងបាន2ហ៊ុនបទាលណាមុខនេះ2ហ៊ុនតែខ្នាយនេះចង់ដូចប៉ូស៊ីលបាទណាកើតប៉ូស៊ីលកើតជាថ្មហើយមើលទៅសាច់បាទណាបាទដូចប៉ូស៊ីលហើយនេះបាទស្នាយនេះមិនមែនធម្មតាទេមេកន្ទ្រាញកាចផ្ដាំបុកក្លិតកលាញអស់ហើយនេះបាទបុកក្លិតកលាញអស់ហើយបាទជារបស់កម្រណាបាទស្រឡាញ់ពេញចិត្តអាចចែកជាវបានតាមលេខ Telegram របស់ខ្ញុំ088 24 79 826ថ្ងៃនេះបញ្ជាក់ដែរគាត់ថាគាត់រើសបាននៅបាទទឹកដីស្រុកលើណាហ្នឹងហើយនៅស្រុកមោកនោះឯងតើខាងលើហ្នឹងគឺសិតតែភ្នំតំបន់ជ្រូកព្រៃហើយបាទក៏រើសបានតែផ្ទាល់គាត់ហ្នឹងហើយអ្នកខាងឡើងភ្នំរកថ្នាំរកអីចឹងទៅបាទចឹងគាត់សុំចែកជាវណាហ្នឹងហើយចឹងអស់លោកណាស្រឡាញ់ពេញចិត្តនៅខ្នាយកាច់ខ្នាយកាច់ហើយគឺបង្ហូតថ្នោលទៀតបាទមិនងាយរកទេរបស់ពិសេស1000មីលៀនកម្រមានណាហើយឆ្ងាយនេះគាត់ថាវាប្រយុទ្ធខ្លាំងហ្នឹងបាទចលៀងជួលហ្មងមេវងអានេះសង្ស័យងាប់បាត់តែមិនដឹងបាទក៏បុកបាក់ទៅ